3.2 សក្តានុភាពកសិកម្មតំបន់ដែលអនុគ្រោះខ្លាំងដល់ការងារស្រែចម្ការនិងតំបន់បញ្ចូលទឹកដែលអាចទាក់ទាញការធ្វើវិនិយោគនិងអាចបន្សល់ផលសម្រាប់កែច្នៃនិងនាំចេញផ្ទៃដីដាំដុះស្រូវវស្សាកើនពី 1,794,925 ហិកតាឆ្នាំ 1993 ដល់ 1,915,592 ហិកតាឆ្នាំ 1999 ផ្ទៃដីដាំស្រូវនៅរដូវប្រាំងកើនដល់ 248,683 ហិកតាឆ្នាំ 1998 នៅឆ្នាំ 2007 ផ្ទៃដីដាំស្រូវសរុបមានចំនួន 2,585,905 ហិកតាផលិតផលស្រូវកើនដល់ 6,727,127 តោនគិតជាទិន្នផលមធ្យមមាន 2,6 តោនក្នុង1ហិកតាទិន្នផលស្រូវបានកើនជាលំដាប់ដោយសារការយល់ដឹងរបស់កសិករក្នុងការធ្វើជម្រើសពូជការប្រើប្រាស់ជីបច្ចេកទេសដាំដុះការការពារនិងការថែទាំការពង្រីកការបញ្ចូលទឹកខ្នាតតូចនិងមធ្យមនិងការបញ្ចូលទឹកបន្ថែមនៅដើមរដូវភ្លៀងអាចឲ្យគេពង្រីកផ្ទៃដីដាំដុះបាន 800,000 ហិកតាដោយអង្គការកសិកម្មក្នុងស្រុកកិច្ចការនេះអាចជួយកសិករកម្ពុជាផលិតស្រូវបានប្រមាណជាង 12 ទៅ 13 លានតោនក្នុងមួយឆ្នាំដែលអាចធ្វើឲ្យកម្ពុជាក្លាយទៅជាប្រជាជាតិនាំស្រូវចេញយ៉ាងសំខាន់មួយក្នុងពិភពលោកដំណាំកៅស៊ូក៏ជាកសិផលមួយដ៏សំខាន់ជាប្រភពផ្ដល់រូបិយប័ណ្ណនិងការងារជូនប្រជាជនប្រទេសកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការពង្រីកដំណាំកៅស៊ូព្រោះមាននៅសល់ដីក្រហមច្រើនសម្រាប់ដំណាំនេះការចិញ្ចឹមសត្វក៏មានសារៈសំខាន់ណាស់ដែរនៅកម្ពុជាសប្តាហ៍ថ្ងៃទាំងដំណាំកៅស៊ូទាំងការចិញ្ចឹមសត្វអ្វីដែលចាំបាច់នោះគឺទុនវិនិយោគ